សូមជម្រាបសួរប្រិយមិត្តរីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំថ្ងៃនេះនាំអារម្មណ៍ប្រិយមិត្តមកយល់ដឹងអំពីព្រះវិហារសសរ100ចាយោងទៅតាមឯកសារចងក្រងរបស់រដ្ឋបាលខេត្តក្រចេះបានឲ្យដឹងថាវត្តវិហារសសរ100ត្រូវបានកសាងលើកដំបូងក្នុងសតវត្សទី16ដោយព្រះបាទអង្គច័ន្ទរាជាដោយសាងអំពីឈើមានសសរ100ដើមគត់ហើយកន្លែងនេះស្ថិតនៅចំទីតាំងនៃរាជធានីសម័យចេនឡានៃអាណាចក្រចេនឡាប៉ុន្តែនៅសម័យប៉ុលពតវិហារនេះក៏ត្រូវបានរុះរើបំផ្លាញអស់មួយភាគធំហើយវិហារនេះត្រូវបានជួសជុលជាបន្តបន្ទាប់និងត្រូវបានកសាងឡើងវិញពីឥដ្ឋលើទីតាំងចាស់ដែលមានសសរចំនួន116ដើមនៅសម្បូរមានលក្ខណៈពិសេសមួយលើផ្នែកព្រះពុទ្ធសាសនាគឺមានវត្តចំនួន4កន្លែងមានព្រះវិហារដែលមានព្រះពុទ្ធបដិមាដែលបែរព្រះភ័ក្ត្រទៅរកទិសធំទាំង4បើនិយាយឲ្យងាយស្រួលយល់គឺបែរមុខមករកចេតិយវរភ័ក្រដែលជាបុត្រីរបស់ព្រះបាទអង្គច័ន្ទវិហារសសរ100បែរព្រះភ័ក្ត្រទៅទិសខាងជើងវិហារគោកបែរព្រះភ័ក្ត្រទៅទិសខាងកើតវិហារលាវបែរព្រះភ័ក្ត្រទៅទិសខាងលិចគោកវិហារបែរព្រះភ័ក្ត្រទៅទិសខាងត្បូងបងប្អូនភាគច្រើនបានធ្លាប់ឮឈ្មោះព្រះវិហារសសរ100ដោយសារតែព្រះវិហារដ៏ចំណាស់នេះមានសសរចំនួន100ដើមត្រូវបានកសាងឡើងដើម្បីរំលឹកដល់បុត្រីរបស់ព្រះបាទអង្គច័ន្ទរាជាដែលមានព្រះនាមថាវរភ័ក្រឬហៅទូទៅថាព្រះនាងក្រពុំឈូកប៉ុន្តែប្រិយមិត្តប្រហែលពុំបានដឹងថាសសរចំនួន100ដើមនោះតំណាងឲ្យអ្វីនិងមានន័យយ៉ាងណានោះទេចំពោះអត្ថន័យនៃចំនួនសសរ100នោះគឺបន្ទាប់ពីព្រះនាងក្រពុំឈូកចូលទីវង្គតទៅព្រះបិតាព្រះបាទអង្គច័ន្ទរាជាទ្រង់បានកសាងវិហារសសរ100ដើម្បីរំលឹកដល់បុត្រីរបស់ព្រះអង្គហើយពេលនោះអ្នកបម្រើចំនួន100នាក់របស់ព្រះនាងបានស្ម័គ្រចិត្តបូជាជាមួយព្រះនាងដែរហើយក៏ត្រូវបានគេយកអ្នកបម្រើទាំងនោះទៅដាក់តាមសសរទាំង100នៃព្រះវិហារដូច្នេះមានន័យថាសសរទាំង100ដើមគឺតំណាងឲ្យអ្នកបម្រើទាំង100នាក់របស់ព្រះនាងមិនត្រឹមតែប៉ុណ្ណោះហោរាទស្សទាយដែលបានទាយថាព្រះនាងមានជីវិតពេលនៅក្នុងពោះក្រពើនេនធននិងមេទ័ពដែលដឹកតាមចាប់ក្រពើនេនធនក៏ត្រូវបានសាងរូបសំណាកនៅជិតចេតិយរបស់ព្រះនាងក្រពុំឈូកផងដែរយោងតាមសៀវភៅប្រវត្តិសាស្ត្ររបស់ព្រះវិហារសសរ100បានឲ្យដឹងថាវត្តនេះមានចេតិយបុរាណមួយដែលបានបញ្ចុះអដ្ឋិធាតុខ្សែរាជវង្សខ្មែរដែលមានចាព្រះនាមខ្សែស្រឡាយក្សត្រខ្មែរនៅក្នុងផ្ទាំងចារឹកមួយនៅចំពីមុខព្រះចេតិយឈ្មោះព្រះរាជចេតិយដែលមាននៅក្នុងទីធ្លាវត្តសសរ100នេះត្រូវបានកសាងឡើងដោយព្រះបាទអង្គច័ន្ទរាជានៅក្នុងឆ្នាំ1529ពោលគឺមុនការកសាងវត្តវិហារធំសសរ100នេះទៀតគឺទ្រង់បានបញ្ចុះព្រះរាជអដ្ឋិធាតុរបស់ព្រះធីតារបស់ព្រះអង្គព្រះនាមព្រះអង្គម្ចាស់អនុជាតិក្សត្រីវរភ័ក្រឬព្រះនាងក្រពុំឈូកតមកទៀតក៏បានបញ្ចុះព្រះអដ្ឋិធាតុព្រះបាទជ័យជេដ្ឋាទី1ចៅពញាតោព្រះនាងម៉ាយុបុប្ផាវតីនិងព្រះរាជសានុវង្សជាច្រើនទៀតរហូតមកដល់ខែធ្នូ
គ្រិស្តសករាជ1555សម្ដេចព្រះឧបយុវរាជនរោត្តមសីហនុទ្រង់បានស្ថាបនាព្រះចេតិយនេះសាជាថ្មីហើយទ្រង់បានសម្ពោធឆ្លងព្រះចេតិយនេះនៅថ្ងៃទី30ខែមេសាឆ្នាំ1956ផ្អែកតាមសៀវភៅប្រវត្តិព្រះវិហារធំសស100បានបញ្ជាក់ថែមទៀតថាបន្ទាប់ពីការកសាងចេតិយព្រះបាទអង្គច័ន្ទរាជាបានឲ្យគេសាងនៅរោងបុណ្យប្រក់ស្បូវយ៉ាងស្រស់ស្អាតមួយនៅក្បែរចេតិយនោះដោយមានសសរចំនួន100ដើមក្រោយពីកសាងរោងបុណ្យរួចព្រះមហាក្សត្រទ្រង់បានត្រាស់បង្គាប់ឲ្យរៀបចំពិធីធំនៅជិតមាត់ទន្លេដែលនៅចម្ងាយឆ្ងាយពីព្រះចេតិយនិងរោងបុណ្យនេះដោយមានអ្នកចូលរួមច្រើនកុះករនៅក្នុងព្រះរាជពិធីបុណ្យនោះព្រះរាជាបានប្រសិទ្ធនាមរោងបុណ្យនោះថាវិហារធំលុះក្រោយមកទៀតទីអារាមនេះក៏ត្រូវបានគេហៅថាព្រះវិហារធំសស100រយៈពេល100ឆ្នាំក្រោយមកព្រះវិហារដែលមានដំបូលប្រក់ស្បូវត្រូវបានបំផ្លាញដោយរន្ទះបាញ់ដែលបានធ្វើឲ្យសសរ28ដើមនេះខូចអស់ហើយនៅសល់តែសសរចំនួន72ដើមប៉ុណ្ណោះហើយចំពោះព្រះពុទ្ធបដិមាវិញប្រឡាក់ដោយផ្សែងភ្លើងដោយសារតែមានគ្រោះធម្មជាតិបែបនេះប្រជាជននៅទីនោះក៏ចាប់ផ្ដើមកសាងនៅវត្តនេះសាជាថ្មីប៉ុន្តែមានសសរតែ72ដើមទេលុះមកដល់ឆ្នាំ1978ព្រះវិហារធំសសរ100ត្រូវបានរុះរើហើយត្រូវបានកសាងឡើងវិញដោយមានបណ្ដោយ35ម៉ែត្រនិងទទឹង18ម៉ែត្រនិងមានកម្ពស់28ម៉ែត្រហើយមានសសរចំនួន116ដើមចាប្រិមិត្តជាទីមេត្រីការរៀបរាប់ពីប្រវត្តិរបស់ព្រះវិហារធំសសរ100ចាក៏ឈានមកដល់ទីបញ្ចប់ដែរក៏សូមខន្តីអភ័យទោសរាល់កំហុសឆ្គងនានាចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា